ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីផ្កាមួយប្រភេទដែលសាបូលក់នៅក្នុងខេត្តព្រៃវែងនោះគឺឲ្យឈ្មោះថាផ្កាសបងប្អូនហើយផ្កានេះគេយកមកសម្រាប់ស្លកកូរអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនឲ្យពីរបៀបស្លចាថ្ងៃនេះខ្ញុំមកស្លបង្ហាញឲ្យបងប្អូនមើលខ្ញុំមានគល់សក្តិលាយជាមួយស្លឹកគ្រៃបន្តិចមានអង្ករលីងមានសាច់ជ្រូកហើយនិងកំពឹសបងប្អូនព្រោះដោយសារខ្ញុំចង់បន្ថែមរសជាតិអញ្ចឹងណាអញ្ចឹងដាក់ប្រភេទសាច់ឲ្យច្រើនមុខទីខ្ញុំទិញបន្លែគេចម្រុះបងប្អូនមានត្រប់មានលហុងមានលពៅហើយនេះជាតួអង្គពិសេសគឺផ្កាសបងប្អូនជាមួយនឹងស្លឹកផ្ទីតិចហើយខ្ញុំមានដាក់ស្អំដែរហើយអានងហើយនឹងផ្កាអង្គាដីបន្តិចបងប្អូនអញ្ចឹងស្លកូរខ្ញុំថ្ងៃនេះពិសេសណាស់ដោយសារខ្ញុំមានគ្រឿងច្រើនមែនតែនហើយខ្ញុំដាក់ប្រហុករៀងចាស់បន្តិចបងប្អូនចឹងជាដំបូងខ្ញុំដាក់ប្រេងឆាចូលហើយខ្ញុំកូរជាមួយនឹងខ្ទឹមហើយនឹងប្រហុកឲ្យឈ្ងុយចាកូរឲ្យសព្វមកបងប្អូនចាហើយខ្ញុំដាក់គល់ស្លឹកគ្រៃចូលកូរជាមួយនឹងប្រហុកឲ្យក្លិនឈ្ងុយបងប្អូននេះសារខ្ញុំអធិស្ឋានខ្ញុំថតផងហើយស្លបង្ហាញបងប្អូនផងហើយខ្ញុំដាក់ថែមទឹកត្រីតិចដោយសារតែខ្លាចវាខ្លោចចាខ្ញុំខ្លាចខ្លោចខ្ញុំថែមទឹកបន្តិចទៀតហើយបន្តកូរឲ្យសព្វមកហើយធ្វើឲ្យគ្រឿងរបស់យើងហើយនឹងប្រហុកហ្នឹងមានក្លិនឈ្ងុយបងប្អូនចាបន្តមកទៀតខ្ញុំដាក់សាច់ជ្រូកកូរជាមួយនឹងគ្រឿងហ្នឹងបងប្អូនចាកូរវាឲ្យមានក្លិនឈ្ងុយទៅព្រោះខ្ញុំចង់ស្លបែបហ្នឹងដោយសារវាកាត់ឆ្អាបបងប្អូនបើយើងអត់កូរគ្រឿងហ្នឹងទេវាអត់សូវឈ្ងុយទេហើយនេះខ្ញុំបានស្ករត្នោតខ្មែរចាស្លកកូរនឹងឯងកូរជាមួយនឹងគ្រឿងហ្នឹងឲ្យចូលគ្រឿងដើម្បីឲ្យមានក្លិនឈ្ងុយបងប្អូនចាកូរជាមួយគ្រឿងទៅបន្តមកខ្ញុំដាក់ត្រីដោយសារត្រីរបស់ខ្ញុំធំដែរអញ្ចឹងខ្ញុំកូរជាមួយនឹងគ្រឿងនឹងដូចគ្នាចាកូរជាមួយគ្រឿងដូចគ្នាហើយបន្តមកទៀតខ្ញុំដាក់បន្លែចូលហើយកូរជាមួយនឹងគ្រឿងនឹងតែម្ដងចាព្រោះដោយសារត្រីរបស់ខ្ញុំធំដែរយ៉ាងធំដែរហើយខ្ញុំកូរមកល្មមហើយឈ្ងុយហើយខ្ញុំថែមដាក់ទឹកចូលតែម្ដងបងប្អូនដោយសារតែយើងធ្វើយ៉ាងណាឲ្យស្លកកូរយើងហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ហើយខ្ញុំថែមអំបិលបន្តិចបងប្អូនដើម្បីឲ្យវាចូលជាតិហើយបន្ទាប់មកខ្ញុំដុតឲ្យវាពុះទៅហើយខ្ញុំដួសពពុះចេញបងប្អូនដើម្បីកុំឲ្យទឹកស្លកកូរយើងហ្នឹងមើលទៅវាអត់ស្អាតណាបងប្អូនហើយខ្ញុំបន្ថែមកំពឹសចូលខ្ញុំដាក់កំពឹសចូលហើយហ្នឹងប្រភេទសាច់ខ្ញុំដាក់បាន3មុខបងប្អូនចាដឹងតែឆ្ងាញ់ហ្នឹងណាហើយខ្ញុំមានថែមដំឡូងចាហើយបន្ទាប់មកខ្ញុំរោយកូរលីងចាខ្ញុំដាក់រៀងច្រើនដែរចាព្រោះដោយសារថ្ងៃនេះស្លខ្ញុំស្លច្រើនដើម្បីផ្ញើពុកម្ដាយក្មេកខ្លះដោយសារប្រភេទបន្លែហ្នឹងចម្រុះល្អបងប្អូនអញ្ចឹងខ្ញុំស្លយើងច្រើនចែកគ្នាបងប្អូនយើងច្រើនเนาะចាហើយចុងក្រោយមកគឺខ្ញុំដាក់ស្លឹកស្អំហើយនឹងផ្កាអង្គាដីហើយផ្កាសចុងក្រោយបងប្អូនអញ្ចឹងយើងអត់ចំណាយពេលយូរទេគឺយើងស្លយើងកូរឲ្យសព្វទៅចា
ប៉ុណ្ណឹងទៅមុខម្ហូបរបស់យើងឆ្អិនហើយបងប្អូនមកពិសាជាមួយខ្ញុំទាំងអស់គ្នាតែមុននឹងពិសាគឺខ្ញុំដួសផ្ញើពុកម្ដាយខ្ញុំសិនមានបងប្អូនណាខ្លះដូចខ្ញុំណោះពេលបានរបស់ឆ្ងាញ់អញ្ចឹងនឹកឃើញដល់ឪពុកម្ដាយដោយសារខ្ញុំនៅចិត្តពុកម្ដាយក្មេកខ្ញុំច្រើនជាងអញ្ចឹងម្ដាយបកើតរបស់ខ្ញុំរៀងនៅឆ្ងាយ30-40គីឡូបងប្អូនអញ្ចឹងយូរបានខ្ញុំទៅលេងគាត់ម្ដងចាខ្ញុំដួសផ្ញើពុកម្ដាយក្មេកខ្ញុំអញ្ចឹងកូនណាខ្លះដែលបាននៅចិត្តយើងមានឱកាសនៅថែទាំគាត់យើងមកម្ដងអញ្ចឹងយើងស្លឲ្យឆ្ងាញ់ទៅជូនគាត់ពិសាឲ្យឆ្ងាញ់បងប្អូនព្រោះជីវិតយើងខ្លីណាស់យើងមិនដឹងថាយើងទៅពេលណាទេអញ្ចឹងយើងធ្វើល្អឲ្យបានច្រើនជាពិសេសអ្នកមានគុណរបស់យើងតែម្ដងបងប្អូនតោះយើងចាប់ដើមពិសាទាំងអស់គ្នាអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំអរគុណច្រើន